សួស្តីអ្នកនរគ្នាអញ្ចឹងនៅសល់ពេលតែប្រហែលថ្ងៃទៀតទេដែលត្រូវបងប្អូនប្រឡងបាត់ដប់ហើយអញ្ចឹងប្រហែលជាមានមនុស្សច្រើនកំពុងតែមានអារម្មណ៍តានតឹងហើយនឹងគិតច្រើនពីលទ្ធផលប្រឡងហ្នឹងដែរហើយប្រហែលជាមានសំណួរក្នុងចិត្តជាច្រើនដែលកំពុងតែគិតដែលពួកគាត់គិតអាចគិតថាតើខ្ញុំអាចធ្វើបានល្អអត់នៅក្នុងថ្ងៃប្រឡងហ្នឹងតើខ្ញុំគួររៀនអីបន្ថែមទៀតបន្ទាប់ពីបាត់ដប់ហើយតើខ្ញុំគួរជ្រើសរើសផ្លូវមួយណាសម្រាប់អនាគតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមិននិយាយអំពីការរើសជំនាញឬក៏រើសសាកលវិទ្យាល័យទេខ្ញុំនឹងចែករំលែកពីគំនិតខ្លះៗដែលអាចធ្វើឲ្យបងប្អូនមានគោលចំហររឹងមាំសម្រាប់ថ្ងៃប្រឡងហើយនឹងជំហានបន្តទៀតជំហានទី1នោះគឺកុំដាក់សម្ពាធលើខ្លួនឯងមានន័យថាពេលបច្ចុប្បន្ននេះយើងប្រហែលជាមានអារម្មណ៍ថាបាក់ឌុបគឺជារឿងដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើងអាចនឹងគិតថាប្រសិនបើខ្ញុំធ្វើមិនបានល្អអនាគតរបស់ខ្ញុំអាចនឹងត្រូវបាត់បង់តាមពិតទៅបាក់ឌុបគ្រាន់តែជាជំហានមួយនៅក្នុងដំណើរជីវិតរបស់យើងតែប៉ុណ្ណោះវាមានសារៈសំខាន់ដែរប៉ុន្តែវាមិនអាចកំណត់អំពីអនាគតរបស់យើងទាំងមូលបានទេអ្វីយើងត្រូវធ្វើបច្ចុប្បន្ននេះគឺយើងត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពធ្វើអស់ពីលទ្ធភាពទោះបីលទ្ធផលបែបណាក៏ត្រូវតែទទួលយកដែរព្រោះថាបាក់ឌុបគ្រាន់តែជាផ្នែកមួយដ៏តូចនៃជីវិតរបស់យើងឯងហើយវាកុំអាចកំណត់អំពីអនាគតរបស់យើងបានទាំងមូលផងដែរក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះតើយើងគួរធ្វើអ្វីខ្លះទី1នោះយើងត្រូវរំលឹកមេរៀនសំខាន់រៀបចំពេលវេលាបានល្អគេងបានគ្រប់គ្រាន់ថែរក្សាសុខភាពហើយការប្រឡងមិនមែនត្រឹមតែចំណេះដឹងទេតែវាពាក់ព័ន្ធជាមួយនឹងការថែរក្សាផ្លូវចិត្តនិងការគ្រប់គ្រងខ្លួនឯងផងដែរហើយរឿងសំខាន់ដែលខ្ញុំចង់ប្រាប់មួយទៀតនោះគឺបន្ទាប់ពីចប់បាក់ឌុបហើយនៅតែមានជំហានថ្មីមួយទៀតយើងត្រូវគិតគឺយើងត្រូវសួរខ្លួនឯងថាយើងចង់រៀនអ្វីយើងចង់រៀនជំនាញមួយណាហើយយើងគួរតែត្រៀមអ្វីខ្លះសម្រាប់អនាគតរបស់យើងជាពិសេសគឺអ្នកដែលចាប់អារម្មណ៍ទៅលើ Technology និង IT អញ្ចឹងវីដេអូបន្ទាប់ទៀតខ្ញុំនឹងចែករំលែកអំពីផ្លូវទៅកាន់ IT តើអ្នកណាដែលអាចរៀន IT បានតើ IT គឺជាអ្វីតើយើងគួរចាប់ផ្ដើមពីណាទៅណាតើមុនចូលរៀនយើងគួរត្រៀមអ្វីខ្លះតើនៅក្នុង IT ហ្នឹងយើងមានការងារឬក៏ផ្នែកណាខ្លះចឹងទៅហើយនៅក្នុងគោលបំណងខ្ញុំចង់ចែករំលែកហ្នឹងគឺខ្ញុំចង់ចែករំលែកអំពីផ្លូវដែលខ្ញុំធ្លាប់ឆ្លងកាត់មកបទពិសោធន៍របស់ខ្ញុំផ្ទាល់ដើម្បីឲ្យអ្នកគ្នាចូលមកក្នុងវិស័យ IT ហើយមានទិសដៅច្បាស់លាស់ហើយត្រឹមត្រូវមិនដើរខុសផងដែរអញ្ចឹងសម្រាប់អ្នកដែលត្រៀមប្រឡងកុំភ្លេចខិតខំប្រឹងប្រែងរៀនឲ្យខ្លាំងមែនតើកុំភ្លេចគិតថាលទ្ធផលសំខាន់ប៉ុន្តែអ្វីសំខាន់ជាងគេបំផុតនោះគឺការខិតខំប្រឹងប្រែងរបស់យើងអញ្ចឹងជូនពរឲ្យអ្នកគ្នាទទួលបានលទ្ធផលល្អគ្រប់ៗគ្នាបន្ទាប់ពីប្រឡងចប់ហើយយើងនឹងមកស្វែងយល់អំពីផ្លូវទៅកាន់ IT ទាំងអស់គ្នាហើយបើសិនជាអ្នកគ្នាចង់ដឹងអំពីព័ត៌មានបន្ថែមឬក៏អ្វីបន្ថែមទៀតពាក់ព័ន្ធជាមួយនឹង IT អ្នកគ្នាអាច follow ខ្ញុំម្នាក់មួយមកដើម្បីទទួលបានព័ត៌មានបន្ថែមឬចំណេះដឹងបន្ថែមទៀតអំពី IT អញ្ចឹងជួបគ្នានៅវីដេអូក្រោយអ្នកគ្នាបាយបាយ